បងប្អូនឯងឆ្ងល់ទេហើយដែរសួរខ្លួនឯងអត់ថាហេតុអីបានជីវិតយើងអញ្ចឹងហេតុអីបានអាយុយើងប៉ុណ្ណឹងហើយយើងទុំតែដើរដល់ចំណុចប៉ុណ្ណឹងអញ្ចឹងហេតុអីបានយើងនៅតែត្រឹងមួយកន្លែងអញ្ចឹងហេតុអីបានគេដើរទៅមុខអស់ហើយនៅពេលដែលគេដើរទៅមុខហើយហេតុអីបានគេអត់ងាកមកមើលខ្ញុំសោះអញ្ចឹងតើបងប្អូនមានចម្លើយសម្រាប់សំណួរខ្លួនឯងហើយឬនៅសួស្តីប្រិយមិត្តស្លាញ់ដែរចំពោះខ្ញុំផ្ទាល់គឺខ្ញុំតែងតែសួរសំណួរបែបនេះរាប់រយរាប់ពាន់ដងមកខ្លួនឯងហើយពេលខ្លះខ្ញុំគិតថាអាចអត់បើសិនជាខ្ញុំដាក់មហិច្ឆតាចុះបន្តិចសម្រាប់ខ្លួនឯងខ្ញុំច្រានចោលនៅឈ្មោះបងប្អូនដែលហៅខ្ញុំថាជានារីឯករាជ្យជានារីរឹងមាំខ្ញុំអនុញ្ញាតឲ្យខ្លួនឯងខ្សោយបន្តិចដើម្បីផ្ដល់ឱកាសឲ្យមានមនុស្សម្នាក់ចូលមកមើលថែខ្ញុំនិងជួយសម្រាលអំរែកនៅលើស្មាខ្ញុំបានខ្លះប៉ុន្តែទោះជាសួររាប់រយដងយ៉ាងណាក៏ដោយក៏ប៉ុន្តែចម្លើយខ្ញុំនៅតែដដែលគឺខ្ញុំពិតជាមិនអាចដាក់ចុះបានទេពីព្រោះថាខ្ញុំឃើញឱកាសនៅនឹងមុខច្រើនដូចនេះខ្ញុំនៅតែបន្តខិតខំប្រឹងប្រែងក៏ប៉ុន្តែបើសិនជាមានមនុស្សម្នាក់អាចចូលមកជួយជ្រោមជ្រែងខ្ញុំបានច្បាស់ណាស់ខ្ញុំពិតជាសប្បាយចិត្តនិងស្ងប់ចិត្តជាងនេះច្រើនណាស់តែត្រឡប់មកសំណួរបងប្អូនវិញខ្ញុំដឹងថាបងប្អូនខ្លះប្រកាសជាទទួលបានអារម្មណ៍សុទ្ធស្វាញដែលជីវិតប្រៀបដូចទៅនឹងការរត់ប្រណាំងអញ្ចឹងទោះចង់ឬក៏មិនចង់យើងនៅតែមានកូនចិត្តតូចមួយដែលតែងតែយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងជីវិតអ្នកដទៃប្រៀបធៀបឥតឈប់ឈរប្រៀបធៀបតាំងពីអាយុកម្រិតវប្បធម៌ជីវភាពគ្រួសាររូបសម្បត្តិនិងជីវិតអតីតកាលគឺប្រៀបធៀបសពគ្រប់បែបយ៉ាងដែលសឹងតែមិនអាចគ្រប់គ្រងការប្រៀបធៀបរបស់ខ្លួនឯងបានតែជីវិតតែប៉ុណ្្នឹងឯងការគិតការប្រៀបធៀបខ្លះឬសំណួរខ្លះធ្វើឲ្យយើងកាន់តែខំប្រឹងតែពេលខ្លះសំណួរទាំងអស់ហ្នឹងក៏ធ្វើឲ្យយើងពិបាកចិត្តខ្លាំងដែរអញ្ចឹងបើសិនជាបងប្អូនឥឡូវនេះកំពុងតែពិបាកខ្លាំងហើយមិនទាន់មានចម្លើយសម្រាប់សំណួរខ្លួនឯងទេខ្ញុំសូមឲ្យបងប្អូនអង្គុយចុះអង្គុយជាមួយខ្លួនឯងយើងជជែកគ្នាឲ្យច្បាស់ជាមួយនឹងខ្លួនឯងរួចគិតបន្តិចហើយចាំសម្លឹងមើលថាតើអ្វីបងប្អូនចង់បានបន្ទាប់មកសូមឲ្យបងប្អូនសួរសំណួរមកខ្លួនឯងម្ដងទៀតថាតើនេះគឺជាអ្វីដែលបងប្អូនចង់បានឬយ៉ាងណាតើវានៅតែជាអ្វីដែលយើងចង់បានមែនអត់ព្រោះថាបើសិនជាមិនផ្ដល់ឱកាសឲ្យខ្លួនឯងអង្គុយគិតទេជំហានទៅមុខរបស់យើងអាចនឹងតឹងតែងនិងពិបាកខ្លាំងក៏ប៉ុន្តែបើសិនជាបងប្អូនច្បាស់លាស់នៅសេចក្តីត្រូវការរបស់ខ្លួនឯងហើយយើងអាចមើលទៅទង្វើនិងទម្លាប់របស់យើងរៀងរាល់ថ្ងៃថាតើទង្វើនិងទម្លាប់របស់យើងនឹងជាកត្តាលីករជំរុញយើងឲ្យទៅកាន់គោលដៅឬក៏ជាសកម្មភាពដែលពន្យាពេលក្នុងការយើងឆ្ពោះទៅកាន់គោលដៅឧទាហរណ៍ថាបើសិនជាគោលដៅរបស់យើងនឹងឆ្ពោះទៅកាន់ខេត្តកំពតដែលយើងចេញពីភ្នំពេញទៅតើយើងជ្រើសរើសផ្លូវជាតិលេខប្រមាណដែលឆ្ពោះទៅកាន់ខេត្តកំពតសួរថាបើសិនជាយើងជ្រើសរើសយកផ្លូវជាតិលេខ6តើយើងទៅដល់កំពតអត់ចម្លើយពិតជាដល់ប៉ុន្តែគឺយើងត្រូវជិះវៀងឆ្ងាយយើងត្រូវចំណាយច្រើនជាងមុនរហូតដល់2ដងទាំងសាំងឡានទាំងពេលវេលាក៏ប៉ុន្តែបើសិនជាយើងជ្រើសរើសយកផ្លូវជាតិលេខ3យើងនឹងទៅដល់គោលដៅលឿនហើយចំណាយតិចចំណេញលើចំណេញថាមិនត្រូវយើងបានញ៉ាំទីអាំងនៅផ្សារឈូកតែនៅកលៈទេសៈខ្លះទៀតដូចជាបងប្អូនចេញដំណើរនៅពេលយប់អញ្ចឹងយើងនៅតែមានគោលដៅមកខេត្តកំពតដដែលក៏ប៉ុន្តែងងឹតស្លុបយើងមើលអីអត់ឃើញទេសូមកុំបាក់ទឹកចិត្តសូមកុំឈប់ឡានទោះបីជាមេឃងឹតខ្លាំងប៉ុណ្ណាក៏ដោយទាំងអស់គ្នាដឹងទេថាពន្លឺចង្គៀងឡានបំភ្លឺត្រឹមតែ100ម៉ែត្រខាងមុខនឹងនាំអ្នកទាំងអស់គ្នាមកដល់គោលដៅដូចគ្នាតែអ្វីដែលសំខាន់បំផុតនោះគឺថាយើងធ្វើដំណើរតាមផ្លូវជាតិលេខ3ដូចនេះហើយយើងកុំបារម្ភនៅអ្វីដែលយើងត្រូវធ្វើគឺត្រូវបន្តដំណើរទៅមុខទៀតហើយបើសិនជាយើងធ្វើដំណើរបាន10គីឡូតែយើងសម្រាកឈប់មួយសប្តាហ៍ទៅ2សប្តាហ៍តើខែណាឆ្នាំណាយើងនឹងទៅដល់គោលដៅហើយបើសិនជាការធ្វើដំណើររបស់យើងបែបហ្នឹងខ្ញុំអាចនិយាយបានថាយើងគ្មានសិទ្ធិអីទៅប្រៀបធៀបជីវិតយើងជាមួយនឹងអ្នកដទៃទេខ្ញុំសូមអធិស្ឋាននិយាយមែនណាសូមនិយាយថងតិចឯងដូចជាឧទាហរណ៍ដែលខ្ញុំលើកខាងលើនេះអញ្ចឹងគឺមិនខុសពីដំណើរជីវិតឆ្ពោះទៅកាន់គោលដៅដែលយើងម្នាក់ពិបាករកចម្លើយសម្រាប់សំណួរទាំងអស់ហ្នឹងគ្រប់យ៉ាងគឺអាស្រ័យទៅលើទង្វើនិងទម្លាប់ប្រចាំថ្ងៃរបស់ពួកយើងហ្នឹងឯងជារួមមក
យើងម្នាក់ៗគឺមានសំណួរខុសៗគ្នាសម្រាប់ជីវិតហើយការឆ្លើយតបទៅកាន់តម្រូវការជីវិតរបស់យើងក៏ខុសៗគ្នាដែរតែទោះបីជាយ៉ាងណាក៏ដោយក៏សូមឲ្យបងប្អូនគិតថាយើងមិនគួរខ្លាចនៃការបរាជ័យទេតែអ្វីដែលយើងគួរខ្លាចគឺយើងឈរត្រឹងមួយកន្លែងបើសិនជាយើងលែងមានលុយចាក់សាំងឡានហើយតែយើងមានលុយបន្តិចបន្តួចដើម្បីចាក់សាំងម៉ូតូទេបើសិនជាយើងលែងមានលុយចាក់សាំងម៉ូតូហើយតែយើងហ៊ានដើរអត់ដរាបណាយើងនៅតែបន្តដំណើរមិនថាស្ថិតនៅក្នុងមធ្យោបាយណាក៏ដោយយើងនៅតែទទួលបានឱកាសថ្មីៗដែលយើងនឹកស្មានមិនដល់ដូចនេះហ៊ានសួរត្រូវតែហ៊ានរកចម្លើយសម្រាប់ខ្លួនឯងបើសួរហើយអត់មានចម្លើយដដែលអញ្ចឹងយើងមិនអាចដឹងថាសំណួរនោះត្រូវឬក៏ខុសមែនអត់អញ្ចឹងសំណួរយើងគឺយើងត្រូវជាអ្នកឆ្លើយចម្លើយយើងគឺអាស្រ័យទៅលើទង្វើនិងទម្លាប់និងផ្នត់គំនិតរបស់យើងផ្ទាល់ខ្លួនតែយើងចង់កែប្រែដល់ខាត់ឬក៏យើងចង់ទុកនៅដដែលគឺជាជំរឿនរបស់យើងចំណែកឯលទ្ធផលរបស់យើងក៏ទៅតាមនឹងដែរអូខេអរគុណបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនយល់នៅអ្វីដែលខ្ញុំកំពុងតែនិយាយក្នុង topic ថ្ងៃនេះកុំភ្លេច comment នៅខាងក្រោមអរគុណបងប្អូនដែលតាមដានឆ្លាញ់ podcast កន្លងមកកុំភ្លេច share នៅវីដេអូមួយនេះផងបាយបាយឆ្លាញ់ podcast